អរគុណព្រះអង្គមុននឹងយើងស្ដាប់ព្រះបន្ទូលសូមបានអធិដ្ឋានជាមួយគ្នាព្រះបិតានៃយើងខ្ញុំដែលគង់នៅឋានសួគ៌ដ៏ខ្ពស់អរគុណព្រះអង្គសម្រាប់គ្រប់ការទាំងអស់ទោះអាកាសធាតុក្តៅត្រជាក់ឬក៏ស្ថានភាពបងប្អូនយើងខ្ញុំទាំងអស់គ្នាមានការប្រឈមផ្សេងៗប្រែប្រួលទាំងកត្តាសុខភាពទាំងការទំនាក់ទំនងយើងខ្ញុំនៅតែអរគុណព្រះអង្គដែលមានឱកាសចូលមកដើម្បីនឹងស្ដាប់ព្រះបន្ទូលព្រះអង្គហើយជាពិសេសថ្វាយបង្គំព្រះអង្គជាមួយគ្នានៅថ្ងៃនេះសូមបើកចិត្តទូលបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យទូលាយហើយសម្រាកលំហែនៅចំពោះទ្រង់ដើម្បីត្រង់ត្រាប់យកព្រះបន្ទូលព្រះអង្គដោយអំណរនៅពេលនេះទូលបង្គំអរគុណទូលបង្គំសូមថ្វាយនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំចង់ចាប់ផ្ដើមដោយរឿងតាក់ទងនឹងរដូវត្រជាក់មួយដែរប្រហែលជាយើងក្តៅតែនិយាយរឿងត្រជាក់តិចណាឲ្យត្រជាក់ចិត្តតិចគីឡូក្តៅពីខាងក្រៅមកនៅឆ្នាំ1095ឆ្នាំ1095មានរឿងមួយកើតឡើងដែលធ្វើឲ្យកក្រើកយើងហៅថាកក្រើកមេឃកក្រើកដីនៅខាងអឺរ៉ុបសម្ដេចប៉ាបលោកប្រកាសផ្សាយទាំងបលឹមធ្លាក់ព្រិលផងពេលនោះគឺនៅខែវិច្ឆិកាឆ្នាំ1095យើងហៅថាទេសនាមហាជាតិគឺទេសនាមួយថ្ងៃរបស់ងាយតែម្ដងគឺលើកទឹកចិត្តយ៉ាងណាឲ្យមនុស្សចូលរួមដើម្បីនឹងទៅចូលក្នុងសមរភូមិជាមួយគ្នាធ្វើសង្គ្រាមនៅវាលស្រែមួយក្នុងភាគនិរតីនៃប្រទេសបារាំងគឺប្រកាសនៅដោយចំហនៅតិចប្រជាពលរដ្ឋជាពិសេសនៅទាហាននិងពលទាហានឲ្យនាំគ្នារួមគ្នាដើម្បីនឹងទៅសាមគ្គីទៅប្រើភាសាមួយថាទៅរំដោះក្រុងយេរូសាឡិមព្រោះនៅសម័យនោះមានបញ្ហាកើតឡើងមានកុលសម្ព័ន្ធមួយក្រុមដែលគាត់មានឥទ្ធិពលអំពីមហាម៉ាត់ខាងពួកអ៊ីស្លាមពួកយើងហៅថាមូស្លីមពួកកុលសម្ព័ន្ធនេះគាត់ធ្វើសង្គ្រាមដល់ទីណាគាត់សម្លាប់ទីនោះអ្នកណាដែលមិនព្រមចូលសះអញ្ចឹងសម័យនោះសាហាវមែនទែនដែលជាពិសេសបានរាតត្បាតចូលទៅដល់ក្រុងយេរូសាឡិមគឺនៅឆ្នាំ1095សម្ដេចប៉ាបនេះគាត់សួរសំណួរត្រង់តែម្ដងថាតើអ្នកណានឹងព្រមទៅជួយរំដោះបងប្អូនគ្រិស្តបរិស័ទយើងតើអ្នកណានឹងជួយបងប្អូនយើងឲ្យរួចពីសេរីមានសិទ្ធិសេរីភាពក្នុងការថ្វាយបង្គំព្រះដ៏មានបញ្ជនរស់បានតើព្រះដាក់យើងមកឲ្យមានកាតព្វកិច្ចការពារគ្នាទៅវិញទៅមកអត់តើគេសម្លាប់បងប្អូនយើងគេសម្លាប់ស្ត្រីមានផ្ទៃពោះគេសម្លាប់ក្មេងកំព្រាគេសម្លាប់អ្នកមកចូលថ្វាយបង្គំព្រះយេស៊ូវគេសម្លាប់អ្នកស្លូតត្រង់គេដណ្ដើមដីធ្លីរបស់ផងយើងគេបំផ្លាញផ្ទះយើងគេប្រើកម្លាំងទ័ពជាពិសេសគេដណ្ដើមយកទឹកដីបរិសុទ្ធគឺក្រុងយេរូសាឡិមតែម្ដងគេបង្ខំឲ្យពួកសាសយូដាទាំងឡាយពួកគ្រីស្ទបរិសុទ្ធទាំងឡាយចូលសាសនាអ៊ីស្លាមជាមួយនឹងគេតើយើងនឹងឆ្លើយតបយ៉ាងដូចម្ដេចបើគេនៅតែធ្វើសង្គ្រាមដល់សាហាវបែបនេះគេធ្វើបាបយើងគេបង្ខំយើងឲ្យទៅបដូរជំនឿសាសនាគេបៀតបៀនយើងដោយអាវុធដោយដាវតើបងប្អូននឹងឆ្លើយតបយ៉ាងដូចម្ដេចតើយើងមិនខ្វល់ខ្វាយទេឬអីតើយើងមិនទៅជួយបងប្អូនគ្រិស្តបរិស័ទយើងទេឬអីតើយើងឈោអោបដៃមើលបងប្អូនយើងត្រូវគេសម្លាប់នឹងគៀលតទៅទៀតឬក៏យ៉ាងណាតោះយើងនាំគ្នាទៅទឹកដីបរិសុទ្ធរំដោះក្រុងយេរូសាឡិមនេះជាការទេសនាមហាជាតិនៅសម័យនោះគឺព្រឹកព្រលឹមអល់តែម្ដងធ្លាក់ព្រិលឆ្នាំ1095 96 97 98 99គឺបានកេណ្ឌទ័ពមែនមានបារាំងអេស្ប៉ាញអ៊ីតាលីអាល្លឺម៉ង់នាំគ្នាកេណ្ឌទ័ពបានរាប់ម៉ឺនសែននាក់ធ្វើដំណើរឆ្ពោះទៅកាន់ទឹកដីសន្យាគេបានធ្វើសង្គ្រាមពិតប្រាកដមែនហើយសង្គ្រាមនេះសម្លាប់គ្នាយ៉ាងសាហាវគឺដែលភាសាអង់គ្លេសប្រើពាក្យថា crusade ឬក៏ភាសាខ្មែរយើងហៅថាបូជនីយកម្មដំបូងដែលគ្រីស្ទបរិស័ទកេណ្ឌទ័ពពីខាងអឺរ៉ុបជាច្រើនធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីនឹងរំដោះយេរូសាឡិមចេញពីពួកមូស្លីមពួកអ៊ីស្លាម 3-4 ឆ្នាំ96 97 98មានការសម្លាប់ចោលទាំងទីក្រុងសង្គ្រាមនេះសាហាវណាស់
រហូតដល់មានការសម្លាប់លើសពីពួកអ៊ីស្លាមទៀតរហូតដល់សហគមន៍យូដាហើយសង្គ្រាមនេះបានបញ្ចប់មែនបានវាយបកមែនបានបណ្ដេញឬក៏បំផ្លាញពួកកុលសម្ព័ន្ធតូចដែលហៅថាសិលជុកឈើពួកហ្នឹងបានដោយប្រាថ្នាមែនប៉ុន្តែសង្គ្រាមនេះវាបន្សល់ទុកនៅយើងហៅថាស្រមោលអន្ទង់តាមប្រាណ 2-3 សតវត្សបន្តទៀតក្នុងចំណោមគ្រីស្ទបរិស័ទដោយគេសួរសំណួរតើយើងទាំងអស់គ្នាធ្វើដូច្នោះខុសឬក៏ត្រូវគ្រីស្ទបរិស័ទគួរតែធ្វើសង្គ្រាមសម្លាប់គ្នាដើម្បីសន្តិភាពហើយយើងធ្វើបែបនោះខុសឬក៏ត្រូវអញ្ចឹងដូចជាតាមលោក 2-3 សតវត្សក្រោយមកនៅតែឆ្លោះគ្នានៅតែប្រកែកគ្នានៅតែតវ៉ាជជែកគ្នាតើយើងគួរតែធ្វើបែបនោះដែរឬទេតើគ្រីស្ទបរិស័ទគួរតែនាំមកសន្តិភាពដោយរបៀបណាដោយប្រើអាវុធឬក៏យើងដោយប្រើកម្លាំងអ្វីហើយព្រះយេស៊ូវបានបង្រៀនច្រើនថាយើងនាំសុខសន្តិភាពសេចក្តីសុខសាន្តដល់មនុស្សទាំងឡាយតាមរយៈដំណឹងល្អមិនមែនដោយអាវុធដោយអំណាចនោះទេអញ្ចឹងមានការជជែកដេញដោលនេះច្រើនប៉ុន្តែនៅពេលដែលអញ្ចឹងគេឲ្យនិយមន័យជាមួយគ្នាតើថាពាក្យថាសន្តិភាពមានន័យយ៉ាងម៉េចយើងឲ្យនិយមន័យយ៉ាងម៉េចថាសន្តិភាពតើគ្រីស្ទបរិស័ទត្រូវវាយគ្នាដើម្បីសន្តិភាពឬក៏យ៉ាងណាសន្តិភាពមានន័យច្រើនឬក៏សុខសាន្តមានន័យច្រើនវាអាស្រ័យទៅលើបរិបទវាអាស្រ័យទៅលើទីកន្លែងតើយើងចង់បានអ្វីបំណងអ្វីប្រាថ្នាអ្វីហើយគ្រីស្ទបរិស័ទយើងកាលណាយើងនិយាយពីរឿងសុខសន្តិភាពស្ងប់ស្ងាត់សុខខ្លាំងតែម្ដងនោះគឺតែងតែលើកគម្ពីរអេសាយជំពូក 2 ខ 4 តែយើងនិយាយថានគរមួយនឹងមិនច្បាំងទាស់នឹងនគរមួយទៀតឡើយហើយក៏មិននឹងមានអ្នកណាហាត់ធ្វើសឹកសង្គ្រាមទៀតឡើយនេះជានិយមន័យគឺនៅក្នុងគម្ពីរអេសាយជំពូក 2 នេះបានប្រាប់ថាគឺព្រះជាម្ចាស់ទ្រង់ជាអ្នកគ្រប់គ្រងពេញទីនៅពេលដែលព្រះអង្គទ្រង់ជាងមកអញ្ចឹងកាលណានិយាយពីរឿងសុខសន្តិភាពតែងតែសំដៅទៅលើកាលចុងក្រោយបំផុតនៅពេលដែលព្រះជាម្ចាស់ទ្រង់យាងមកវិញអញ្ចឹងថ្ងៃនេះយើងសួរជាមួយគ្នាអំពីសេចក្តីសុខសាន្តតើយើងទាំងអស់គ្នាយើងជឿព្រះអង្គយូរហើយយើងដើរមានអារម្មណ៍សុខសាន្តស្ងប់ចិត្តអត់យើងពេញចិត្តនឹងព្រះយេស៊ូវឬក៏យ៉ាងណាតើយើងនៅខ្វះឬក៏យើងនៅតែមានអារម្មណ៍ថាមិនទាន់គ្រប់គ្រាន់នៅឡើយទេនៅស្ទើរនៅឡើយព្រះអង្គឲ្យសុខសាន្តយើងហើយព្រះយេស៊ូវព្រះអង្គមានបន្ទូលថាសេចក្តីសុខដែលព្រះអង្គទ្រង់ឲ្យលោកីមិនអាចឲ្យបានទេប៉ុន្តែហេតុអ្វីបានជាសេចក្តីសុខសាន្តនោះវាពិបាកម្លេះសម្រាប់យើងហេតុអ្វីបានជាសេចក្តីសុខសាន្តសុខសន្តិភាពនោះពិបាកស្វែងរកម្លេះហេតុអ្វីបានជាមនុស្សដែលនៅជុំវិញយើងដូចជាផុយស្រួយម្លេះចេះតែលេងទុកចិត្តគ្នាចេះតែលេងជឿជាក់លើគ្នាសូម្បីតែចំណោមគ្រីស្ទបរិស័ទតែយើងជឿព្រះអង្គយូរឆ្នាំទៅហើយយើងមានចិត្តស្ងប់ស្កប់ចំពោះព្រះយេស៊ូវគ្រីស្ទដែរទេតើយើងស្វែងរកសេចក្តីសុខនៅពិតប្រាកដនេះបានហើយឬនៅឃើញហើយឬនៅហេតុអ្វីបានជាយើងចេះតែភ័យខ្លាចម្ដងហើយម្ដងទៀតនៅពេលដែលសេចក្តីភ័យខ្លាចចូលមករឿងរ៉ាវចូលមករឿងរ៉ាវឬសេចក្តីភ័យខ្លាចទាំងអស់នោះហាក់ដូចជានិយាយឮជាងព្រះនិយាយដូចជាមិនសូវឮប៉ុន្តែបញ្ហាដូចជានិយាយដូចជាស្រែកឮជាងព្រះជាម្ចាស់ថ្ងៃនេះយើងមើលជាមួយគ្នារឿងដែលបានអានជាមួយគ្នាមិញគឺក្នុងគម្ពីរលូកាជំពូក 15និយាយពីរឿងកូនពៅវង្វេងយើងប្រហែលយើងដឹងរឿងនេះច្រើនហើយធ្លាប់ឮសឹកហើយមិនម្ដងទេលើកទី1ទេបងប្អូនថាឮ10-20 ដងទៅហើយយើងស្វែងរកចម្លើយជាមួយគ្នាចេញពីរឿងកូនពៅវង្វេងនេះក៏រឿងកូនពៅវង្វេងមិនមែនជារឿងថ្មីទេគឺជារឿងដែលព្រះយេស៊ូវបានទ្រង់បានលើកឡើងមកដើម្បីឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងមនុស្សហើយនិងព្រះជាម្ចាស់ថាអ្វីៗទាំងអស់គឺចាប់ផ្ដើមពីបុគ្គលម្នាក់បន្តមកទៀតឆ្លងដល់គ្រួសារបន្តមកទៀតឆ្លងដល់សង្គមជាតិហើយបន្តមកទៀតឆ្លងដល់ប្រទេសតែម្ដងទាំងមូលឆ្លងទៅដល់ពិភពលោកតែម្ដងនេះគឺជាសេចក្តីសុខដែលកើតចេញពីបុគ្គលម្នាក់ដែលព្រះយេស៊ូវទ្រង់បានសន្យាឲ្យរឿងកូនពៅវង្វេងចាប់ផ្ដើមដោយថាមានលោកឪពុកមានកូន2នាក់គឺកូនប្រុសទាំងពីរមានកូនម្នាក់កូនពៅបានសុំចែកទ្រព្យមរតកមុនពេលដែលត្រូវពេលវេលាមកដល់កូនពៅសុំចែកមរតកឲ្យហើយរួចចចេញយាត្រាទៅសប្បាយបាត់ទៅតែកូនពៅនោះសប្បាយបានប្រមាណក៏អស់ទ្រព្យសម្បត្តិនោះលេង
nó phải là có phơiយ៉ាងម៉េចដាច់បាយហើយរកកន្លែងទៅស៊ីឈ្នួលគេគ្មានមុខរបរណាដែលសមជាមួយនឹងគាត់ជាងមុខរបរដែលមើលជ្រូកឲ្យគេនោះទេនៅសម័យនោះต้องមើលថែជ្រូកឲ្យគេគាត់ចាយប្រាក់អស់ហើយទៅស៊ីឈ្នួលមើលជ្រូកឲ្យគេដាច់អាហារប៉ុន្តែថៅកែនៅទីនោះគាត់យកចិត្តទុកដាក់ស្រឡាញ់មនុស្សស្រឡាញ់ជ្រូកជាងមនុស្សថៅកែនោះសូម្បីតែបាយជ្រូកក៏មិនឲ្យអ្នកបម្រើនោះបរិភោគផងចឹងគាត់ដាច់អាហារកូនពៅនឹងចាប់ផ្ដើមសំណោះខ្លួនគាត់គិតហើយគិតទៀតចាប់ដើមសំណោះខ្លួនហើយគិតថាថៅកែនេះអន់ជាងឪអញទៀតសូម្បីតែកម្មកររបស់ឪអញក៏មានបាយហូបគ្រប់គ្រាន់ដែរដូច្នេះអញនឹងវិលត្រឡប់ទៅវិញសុំគាត់ធ្វើតែជាកម្មករបានហើយមិនចាំបាច់ជាកូនទេដើម្បីឲ្យបានបាយហូបឆ្អែតមិនចាំបាច់រាប់ជាកូនជាឪពុកអ្វីទៀតទេតែរឿងដែលស្មានមិនដល់នៅពេលដែលគាត់វិលត្រឡប់ទៅដល់ផ្ទះវិញគាត់គិតស្មានមិនដល់ថាឪពុករត់មកអោបកូនឪពុកមកស្វាគមន៍កូនជប់លៀងទទួលកូនវិញដោយគាត់គិតថាកូនបានស្លាប់ហើយតែឥឡូវរស់ឡើងវិញនេះជារឿងដែលស្មានមិនដល់នៅពេលដែលកូនបើគិតហើយវិលត្រឡប់មកវិញហើយមានការស្វាគមន៍ទទួលយ៉ាងកក់ក្ដៅប៉ុន្តែរឿងមួយទៀតដែលកើតឡើងទន្ទឹមគ្នាកូនច្បងគាត់វិលត្រឡប់មកពីចំការវិញគាត់វិលត្រឡប់មកពីមើលខ្វៀលសัตว์វិញគាត់ឆ្ងល់ហើយសួរនៅបំរើនៅទីនោះសួរថាគេកំពុងតែធ្វើអីឬសំឡេងដូចជាសបាយម្លេះផ្ទះខ្ញុំមិនដែលមានសំឡេងតន្ត្រីរបាំអីដូចជាសបាយអញ្ចឹងទេហើយអ្នកបំរើកំពុងតែទូលសាច់គាត់ប្រាប់ថាកូនប្អូនប្រុសរបស់បងលោកបានវិលត្រឡប់មកវិញហើយគាត់សុខទេយើងគិតថាគាត់ស្លាប់ទៅហើយឪពុករបស់លោកកំពុងតែជប់លៀងស្វាគមន៍គាត់កូនច្បងក៏ភ្ញាក់ព្រឺតហើយមិនព្រមចូលផ្ទះទេគាត់ចាប់ផ្ដើមខឹងរហូតដល់ឪពុកចេញមកអង្វរកគាត់មិនព្រមចូលផ្ទះទេយើងហៅថាគាត់ធ្វើចតាល័យស័កខ្លួនឯងគឺមិនចូលផ្ទះដាច់ខាតដាច់ខ្លួនមិនចូលក្នុងពិធីជប់លៀងមិនព្រមចូលរួមជាមួយនឹងឪពុកនិងកូននឹងទេទោះបីជាឪពុកអង្វរកគាត់យ៉ាងណាក៏ដោយគាត់មានហេតុផលរបស់គាត់ថាឃើញនឹងភ្នែកទាំងអស់គ្នាហើយថាមួយនឹងវាបំផ្លាញវាបង្ហិនហើយឥឡូវនេះវាមកវិញទៀតហើយឲ្យវាបំផ្លាញទៀតឬក៏យ៉ាងណាហេតុអីបានជាស្វាគមន៍វាគួរតែកាត់កាល់វាចោលមិនគួរទទួលយកវាវិញទេវាកូនច្បងនោះបន្ទោសទាំងឪពុកខ្លួនឯងទៀតថាឪពុកអយុត្តិធម៌លំអៀងមិនចេះបែងចែកសាច់រឿងនេះจะបង្ហាញអំពីក្រុមគ្រួសារមួយដែលប្រាប់ដូចជាជីវិតយើងទូទៅដែរថាជីវិតយើងដូចជាចាប់ដើមល្អក្រុមគ្រួសារដែលល្អកើតមកកូននៅតូចអត់ទាន់ចេះចំណែនឈាននេះគ្នាទេសบายរីករាយលុះដល់ដំណាក់កាលមួយដូចជាចាប់ដើមចេះចំណែនចេះស្អប់គ្នាហើយគ្រួសារចាប់ដើមនៅរីករាយដូចជាកាពីលោកុបាតចំពុក1ខ31ប្រមបង្កើតអ្វីៗទាំងអស់មកដូចជាបង្ហាញថាជីវិតជាច្រើនចាប់ដើមនៅល្អប្រពៃស្រស់បោះណាស់ប្រងទ្រង់តូចមើលបន្ទាប់ពីការបង្កើតផ្ទៃមេឃនិងផែនដីលោកុបាតចំពុក1ខ31បានប្រាប់ថារួចព្រះទ្រង់តូចមើលគ្រប់របស់ទាំងអស់ហើយទ្រង់បានធ្វើនោះក៏ឃើញថាជាការល្អប្រពៃល្អណាស់គឺអ្វីៗទាំងអស់គឺល្អមែនទែនគ្រប់លក្ខល្អប្រសើរសន្តិភាពសុខសាន្តតែកាពីលោកុបាតដែលរំលងតែមួយទំព័រទេអារម្មណ៍នៃរឿងចាប់ផ្ដើមបង្ហាញពីភាពតានតឹងគឺផុសឡើងគឺផ្ទុយពីអ្វីដែលបានរៀបរាប់ខាងលើថាល្អប្រសើរប្រពៃនោះគឺអ្វីៗទាំងអស់បានចាប់ផ្ដើមប្រឈមនឹងការមួយគឺការប្រែប្រួលពោះអាដាមនិងអេវ៉ានឹងដើមឈើបើស្ដាប់ទៅជារឿងនិទានបន្តិចប៉ុន្តែរឿងពោះនៅក្នុងចំពុក3លោកុបាតទេមិនមែនជារឿងនិទានសម្រាប់កុមារទេមិនមែនជារឿងកំប្លែងទេក៏មិនមែនជារឿងលេងសើចទេវាជារឿងស្នាមជាំផ្លូវចិត្តនៃព្រលឹងមនុស្សទាំងអស់គ្នាជាការប្រែប្រួលក្នុងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះព្រឹត្តិការណ៍នោះបង្ហាញថាអាដាមនិងអេវ៉ារស់នៅដោយសុខសាន្តមិនបាច់ហត់មិនបាច់ប្រឹង
គ្មានភាពភ័យខ្លាចគ្មានការអៀនខ្មាស់គ្មានការខ្វះខាតគ្មានសំឡេងថាយើងខ្វះនេះខ្វះនោះយើងគួរតែរោនេះរោនោះនោះទេគ្មានចិត្តគំនិតប្រកាន់ប្រកែកគ្នានោះឡើយគឺមានតែការទុកចិត្តគ្នាបែបសាមញ្ញមានតែទំនាក់ទំនងបែបសាមញ្ញមានតែភាពសប្បាយរីករាយបែបសាមញ្ញហើយមានដើមឈើនៅកណ្ដាលមួយនោះជាដើមឈើសាមញ្ញទេប៉ុន្តែឈ្មោះវាដូចជាមិនសាមញ្ញឈ្មោះប្លែកបន្តិចគឺដើមដឹងខុសត្រូវជាដើមដែលតំណាងឲ្យការសម្រេចចិត្តថាគឺជ្រើសរើសយកព្រះតែមួយប៉ុណ្ណោះថាតើអ្នកនឹងអនុញ្ញាតឲ្យព្រះធ្វើជាព្រះជាម្ចាស់លើអ្នកឬក៏អ្នកធ្វើជាព្រះជាម្ចាស់លើព្រះជាម្ចាស់តើអ្នកនៅតែបន្តអនុញ្ញាតឲ្យព្រះអង្គធ្វើជាម្ចាស់ទេធ្វើជាព្រះលើជីវិតរបស់អ្នកទេឬក៏អ្នកនឹងធ្វើជាម្ចាស់លើខ្លួនឯងនេះសាច់រឿងក្នុងគម្ពីរលោកុបាតជំពូក1ដល់ជំពូក3សត្វពស់វាមកដល់វាមានគម្រាមកំហែងធ្វើឲ្យភ័យខ្លាចដូចទេវាមានមកវាប្រហារវាមានមកគម្រាមធ្វើឲ្យខ្លាចវាមកស្រែកខ្លាំងធ្វើឲ្យផ្អើលនោះទេតែវាសួរបែបឆោតល្ងងធ្វើដូចជាអ្នកអត់ចេះវាសួរថាតើព្រះទ្រង់ពិតជាមានបន្ទូលអញ្ចឹងមែនឬវាសួរដោយស្រទន់ពីរោះណាស់វាសួរដោយសំឡេងស្លូតត្រង់ហើយរស់រាយម្លេះវាមិនបានជំរុញបង្ខំឲ្យទៅបះបោជាមួយនឹងព្រះទេវាចេះវាជំរុញវាបំផុសគំនិតឲ្យឆ្ងល់ហើយសង្ស័យព្រោះវាគិតថាបើមិនវាអាចបណ្ដោះឬក៏ដាំគ្រាប់សង្ស័យបាននោះវានឹងដោះពន្លកចេញមកនៅការបះបោដោយស្វ័យប្រវត្តិពោះវាសួរសំណួរហើយសំណួរដែលវាសួរនេះនៅតែជាសំណួរដែលយើងសួរសតដល់បច្ចុប្បន្ននេះដែរតើព្រះទ្រង់ពិតជាមានមែនឬតើព្រះអង្គល្អមែនឬតើមានព្រះពិតប្រាកដមែនឬតើព្រះអង្គគង់នៅមែនឬតើមានព្រះមែនអត់លើโลกនេះយើងនៅតែសង្ស័យវានៅតែខ្សឹបអត្តជាយើងដល់បច្ចុប្បន្ននេះតើខ្ញុំធ្វើត្រឹមត្រូវអត់ខ្ញុំមកពហិរាល់ទឹកលះបង់ប៉ុណ្ណឹងខ្ញុំធ្វើនឹងត្រឹមត្រូវមែនអត់តើព្រះអង្គពិតជាដឹងថាខ្ញុំមកមែនអត់តើព្រះអង្គនៅឯណាតើព្រះអង្គមានមែនឬក៏អត់សង្ស័យហើយសួរហើយលែងទុកចិត្តតើព្រះអង្គពិតជាល្អមែនចិត្តល្អមែនឬយ៉ាងម៉េចបើព្រះអង្គល្អមែនមិនឲ្យខ្ញុំទាំងអស់មកព្រះអង្គទ្រង់មានទ្រព្យសម្បត្តិច្រើនណាស់ហេតុអីមិនឲ្យខ្ញុំទាំងអស់មកឲ្យខ្ញុំលះហើយហាមវេទនាម្ល៉េះព្រះអង្គប្រកែហេតុអីមិនឲ្យខ្ញុំឈឺព្រះអង្គជាគ្រូពេទ្យចំណានព្រះអង្គអ្នកមានហេតុមិនឲ្យខ្ញុំក្រហើយយើងមានសំណួរច្រើនយើងសួរថាព្រះអង្គពិតជាល្អមែនឬក៏យ៉ាងម៉េចតាមពិតព្រះអង្គកំណាញ់ណាសំណួរនេះធ្វើឲ្យគិតក្នុងសួនអេដែនផ្លែឈើដើមឈើអ្វីៗទាំងអស់ឲ្យហូបទាំងអស់តែមិនកំណាញ់ណាដើមមកកណ្ដាលនោះមិនឲ្យទៅបេះហើយហូបសំណួរដែលធ្វើឲ្យសង្ស័យថាព្រះទ្រង់ដូចជាមានអីអាចកំបាំងមិនចង់ឲ្យយើងដឹងហើយព្រះអង្គលាក់អ្វីដែលល្អហើយចង់ឲ្យយើងទទួលតែអាក្រក់ចុះបើព្រះអង្គមិនចង់ឲ្យយើងបានសុខចុះបើព្រះអង្គចង់ឲ្យយើងវេទនាចុះបើព្រះអង្គមិនចង់ឲ្យអ្វីដែលល្អដល់យើងចិត្តតែឆ្ងល់ចិត្តតែសង្ស័យជឿព្រះយូរឆ្នាំទៅយូរទៅចិត្តតែសង្ស័យរហូតដល់អ្នកខ្លះគាត់ជឿព្រះយូរទៅគាត់ថាខ្ញុំដូចមិនឃើញមានព្រះនៅឯណាផងហើយណាមួយខ្ញុំខ្លាចពេលខ្ញុំបុណ្យសពខ្ញុំស្លាប់ទៅអត់មានអ្នកណាគេមកចូលរួមបុណ្យសពខ្ញុំហើយខ្ញុំមិននឹងទៅនរកឬក៏ទៅឋានសួគ៌ឬក៏ទៅណាអូខ្ញុំមិនបានរំដោះមានអ្នកធ្វើបុណ្យឲ្យខ្ញុំមានអ្នកគេសែនឲ្យខ្ញុំអូមានសំណួរច្រើនសង្ស័យចុងក្រោយឈប់ជឿព្រះហើយខ្ញុំពួកមិនឃើញព្រះនៅទីណាផងសំណួរដែលសួរថាតើព្រះទ្រង់ពិតជាមានបន្ទូលចឹងមែនឬតើព្រះអង្គពិតជាឲ្យសុខសាន្តដល់ខ្ញុំមែនឬហើយក៏មានសំឡេងខ្សឹបមួយទៀតមកក៏ប្រាប់ថាគ្មានទេធ្វើខ្លួនឯងទៅមានដៃមានជើងដែរចាំទៅពឹងព្រះធ្វើអីត្រូវការព្រះធ្វើអីនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិអេវ៉ាមិនបានសួរមិនបានប្រាប់ថាមើលអ្វីៗទាំងអស់គឺព្រះអង្គបង្កើតមកល្អណាស់អេវ៉ាមិនបាននិយាយចឹងទេមិនបានឆ្លើយចឹងទេមិនបានវាតម្លៃពិចារណាចឹងទេហើយគាត់ក៏សួរថាតើព្រះអង្គពិតជាល្អសម្រាប់ខ្ញុំមែនឬព្រះអង្គអត់ខ្លាចខ្ញុំស្មើព្រះព្រះអង្គមិនចង់ឲ្យខ្ញុំស្មើព្រះអង្គនេះគឺជាចក្រគ្រឹះដែលប្រេះស្រាំជាពេលដែលសេចក្តីសុខសន្តិភាពបានស្លាប់ទៅពីព្រោះនៅពេលដែលយើងសង្ស័យថាព្រះល្អឬក៏អត់គឺជាពេលដែលយើងមិនអាចសម្រាកពីសេចក្តីប៉ងប្រាថ្នារបស់យើងបានឡើយយើងចង់យកបិទយើងចង់យកសភៅមកនិពន្ធជីវិតខ្លួនឯងថាព្រះអង្គមិនបាច់
ចង់ដឹងរឿងខ្ញុំនិពន្ធរឿងខ្លួនឯងខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំទៅផ្លូវណាក៏បានដែរតើយើងអាចនឹងនិពន្ធពីជីវិតយើងបានទេយើងបញ្ចប់អាយុប្រមាណបានអត់នេះជាការសម្រេចចិត្តរបស់អាដាមនិងអេវ៉ាគឺសម្រេចចិត្តថាខ្ញុំសម្រេចចិត្តថាខ្ញុំនឹងតាក់តែងជីវិតខ្លួនឯងមិនចាំបាច់មានអ្នកណាមកដឹងរឿងខ្ញុំទេមិនចាំបាច់អ្នកណាមកត្រួតត្រាគ្រប់គ្រងខ្ញុំទេខ្ញុំសម្រេចចិត្តដោយខ្លួនឯងខ្ញុំលែងត្រូវការព្រះអង្គហើយក្តីសុខសាន្តប្រែប្រួលភាពភ័យខ្លាចសម្រុកចូលមកក្នុងខ្លួនហើយសេចក្តីអាម៉ាស់បានសម្រុកចូលមកក្នុងខ្លួនហើយគេរត់ខ្លួនយើងហៅទៅរត់គេចលាក់ខ្លួនពួនអាត្មាការរត់គេចពីព្រះនឹងបានចូលសម្រុកចូលមកក្នុងខ្លួនគេចោតប្រកាន់អ្នកដទៃបន្ទោសអ្នកដទៃបង្កើតរឿងបង្ករឿងដាក់កំហុសអ្នកដទៃទម្លាក់កំហុសអ្នកដទៃគេប្រកែកយកឈ្នះការពារខ្លួនភាពទាំងអស់នេះវាបន្តមកដល់ក្នុងជីវិតរបស់យើងនៅបច្ចុប្បន្ននេះសូម្បីតែក្នុងចំណោមគ្រីស្ទបរិស័ទមិនមែនដោយសារព្រះទ្រង់ប្រែប្រួលទេតែដោយសារចិត្តគំនិតក្នុងខ្លួនមនុស្សបានប្រែប្រួលហើយសាវកប៉ូលហៅដំណើររឿងនេះក្នុងគម្ពីររ៉ូមថាជារឿងសាច់ឈាមរឿងជីវិតចាស់សម្បកចាស់ដែលតែងតែមកខ្សឹបសួរយើងដដែលធ្វើឲ្យយើងសង្ស័យហើយតែងតែប្រាប់យើងថាគ្មានអ្នកណាជួយទេគ្មានព្រះមកពីណាមកជួយយើងទេជួយខ្លួនឯងទៅគ្មានអ្នកណាមកអត់ទោសបាបឲ្យយើងគ្មានអ្នកណាមកលើកលែងឲ្យយើងទេទប់ទល់ឲ្យខ្លួនឯងទៅគ្មានអ្នកណាមកជួយយើងទេកុំទុកចិត្តព្រះគ្មានអ្នកណាទេមានតែខ្លួនឯងនោះទេអ្នកគួរតែតាក់តែងរឿងជីវិតខ្លួនឯងទៅល្អជាងឲ្យព្រះតាក់តែងរឿងយើងទោះបីជាមានការលើកលែងទោសហើយក៏ដោយទោះបីជាមានការផ្សះផ្សាគ្នារួចហើយក៏ដោយទោះបីជាកូនពៅនោះវិលត្រឡប់មកផ្ទះវិញហើយក៏ដោយក៏រឿងរ៉ាវចាស់នោះវាមិនអាចរលាយបាត់ក្នុងរយៈពេល24ម៉ោងទេព្រលឹងដួងចិត្តយើងប្រហែលជាយើងនៅតែចាំអំពីរឿងនៅសួនច្បារដែនប៉ុន្តែចិត្តគំនិតរបស់យើងនៅតែចាំសំណួររបស់សត្វពស់ដែលវានាំឲ្យយើងវាបណ្ដោះក្នុងខ្លួនយើងឲ្យយើងសួរដល់ព្រះជាម្ចាស់សួរដល់ខ្លួនឯងសួរដោយសង្ស័យថាតើខ្ញុំល្ងងឬក៏ឆ្លាតខ្ញុំមកជឿព្រះយេស៊ូវប្រហែលឆ្នាំនេះខ្ញុំខាតបង់ឬក៏ខ្ញុំចំណេញសួរចាក់ដោតសួរដើម្បីឲ្យសង្ស័យហើយអ្នកខ្លះក៏មិនច្បាស់លាស់គ្មានមូលដ្ឋានគ្រឹះរឹងមាំក៏ផុយស្រួយដួលបាត់ទៅនេះហើយបានជាមូលហេតុដែលព្រះយេស៊ូវបានទ្រង់ទានរឿងនេះឡើងបានទ្រង់លើករឿងកូនពៅនឹងវង្វេងនេះបានប្រាប់ថាព្រះអង្គទ្រង់យាងមកគឺដើម្បីដោះស្រាយបញ្ហាទុក្ខចិត្តដែលមនុស្សមិនទុក្ខចិត្តព្រះព្រះអង្គមកដើម្បីនឹងសាងសង់ទំនុកចិត្តគ្នាឡើងវិញព្រះអង្គទ្រង់រងាប់ចិត្តសង្ស័យដែលថាព្រះទ្រង់កំណាញ់គំរិះសូម្បីតែផ្លែឈើព្រះអង្គទ្រង់មកបង្ហាញបញ្ជាក់ថាព្រះអង្គទេដែលជាឪពុកដែលរត់ទៅអោបកូនឪពុកតែនៅនិយាយពុកម្ដាយថ្ងៃនេះជា Mother's Day ថ្ងៃនេះជាទិវាម្ដាយថ្ងៃហ្នឹងឪពុកម្ដាយតែនិយាយទៅកាន់កូនថាទុកចិត្តម៉ាក់ទុកចិត្តប៉ាទៅកូនទុកចិត្តប៉ាណាកូនទុកចិត្តប៉ាទុកចិត្តម៉ាក់ប៉ុន្តែកូនស្ដាប់តែមិនសូវចូលទេដោយសារគំនិតរបស់គាត់គិតសង្ស័យនោះច្រើននៅចង់បានហើយមានរឿងរ៉ាវច្រើនដែលគាត់គិតមិនបានវែងឆ្ងាយដូចជារឿងនៅក្នុងនេះបានប្រាប់ថាគាត់ចាប់ផ្ដើមដោយក្ដុំក្ដាំងចេញទៅកូនពៅនោះក៏ចេញទៅដោយក្ដុំក្ដាំងដោយទគោះបោះបោកគឺកូនច្បងនៅដោយស្ងៀមស្ងាត់សភាពរៀបសារយើងហៅថាចំណុចបែកបាក់ក្នុងក្រុមគ្រួសារចាប់ផ្ដើមកាត់ឡើងគឺជាពុក15ខ12ដល់30គុណលាតដូចជាបង្ហាញអំពីគុណលាតរវាងព្រះនិងមនុស្សហើយក៏មានភាពឯកាហក់ចូលមកដល់ម្នាក់ចេញទៅដោយសម្លេងក្ដុំក្ដាំងទគោះបោះបោកម្នាក់ទៀតនៅដោយសម្លេងស្ងៀមស្ងាត់ដែលមើលទៅហាក់ដូចជាសភាពរៀបសារកូនច្បងប៉ុន្តែមានបញ្ហាដូចគ្នាម្នាក់បង្ហាញបាបជាក់ស្ដែងបង្ហាញចេញមកតែម្ដងដឹងទាំងអស់មកភូមិផ្អើលទាំងភូមិម្នាក់ទៀតធ្វើបាបដោយលាក់កំបាំងអត់បង្ហាញចេញមកទីមើលទៅជាសភាពរៀបសារទេដែលយើងហៅថាក្តៅស៊ីរៈត្រជាក់ស៊ីជ្រៅឬក៏មឹសកេះឆ្នាំងធ្លុះកូនទាំងពីរមានបញ្ហាដូចគ្នាបាត់បង់ក្តីសុខដូចគ្នាបាត់បង់ការទុកចិត្តគ្នាហើយវង្វេងបាត់បង់លងអាត្មាដូចគ្នាគេមានបញ្ហាដូចគ្នាអ្នកទាំងពីរចាប់ផ្ដើមគិតថា
ខ្លួនឯងទៅជាស័ក្តិជាអ្នកដែលស័ក្តិសមតាក់តែងរឿងជីវិតខ្លួនឯងគំនិតកូនច្បងគំនិតកូនពៅខ្ញុំនេះសំខាន់ការគិតរបស់ខ្ញុំកាន់សំខាន់ឪពុកឯងលោកឪពុកឯងមើលទៅមុខទៀតបែបមិនទុកខ្ញុំមិនទុកចិត្តថាមិនដឹងទ្រព្យសម្បត្តិដែលគេអកដែលចែកឲ្យខ្ញុំនឹងមិនដឹងបានអត់ទេខ្ញុំមិនទុកចិត្តឪឯងទេការដឹកនាំមកឪឯងទៅមុខទៀតខ្ញុំមិនទុកចិត្តទេនេះជាការអាកាត់ការគិតពិចារណារបស់កូនពៅប៉ុន្តែកូនច្បងវិញគាត់អត់មាត់ទេគាត់ធ្វើតាមទាំងអស់គាត់សង្ងំស្ដាប់តាមទាំងអស់ប៉ុន្តែក្នុងចិត្តគំនិតរបស់គាត់គិតថាធ្វើតាមសិនតែថ្ងៃណាមួយចាំដល់វេនយើងអញ្ចឹងអ្នកទាំងពីរមានបញ្ហាដូចគេយើងហៅថាជំងឺតែមួយប៉ុន្តែអាការៈផ្សេងគ្នាជំងឺតែមួយប៉ុន្តែអាការៈផ្សេងគ្នាត្រូវការពេលវេលាពិនិត្យសុខភាពប្រហែលជាកត្តាប្រព័ន្ធរាងកាយកម្លាំងសាច់ដុំស្មារតីវាខុសគ្នាចុងក្រោយជំងឺតែមួយទេគាត់ម្នាក់មុនម្នាក់ក្រោយគាត់ខ្សោយគាត់ទៅមុនបើមិនយើងប្រៀបធៀបមើលពិចារណាមើលទៅពិនិត្យពិច័យជាមួយគ្នាទៅយើងនឹងឃើញមានរឿងអីខ្លះកើតឡើងក្នុងសាច់រឿងពីរនេះបញ្ហាដូចគ្នាគឺបាបដូចគ្នាមួយបាបចាក់ស្ដែងមួយបាបលាក់កំបាំងបាបចាក់ស្ដែងមើលឃើញនឹងភ្នែកដឹងថាម្នាក់ហ្នឹងគឺសាហាវគាត់អសិលធម៌តែម្ដងជីវិតចរិតគាត់យូរកងយើងហៅថាជេងកាងតែម្ដងអ្នកណាក៏មិនដឹងក៏ដឹងដែរប៉ុន្តែមានចំណុចល្អមួយគាត់វិលត្រឡប់មកវិញគាត់សារភាពគាត់សុំទោសគាត់ប្រែចិត្តម្នាក់ទៀតធ្វើតាមសិនទៅធ្វើតាមទាំងអស់អត់ប្រកែកទេធ្វើតាមទាំងអស់ប៉ុន្តែក្នុងចិត្តគុំហើយយើងពិបាកមែនទែនយើងពិបាកយល់អ្នកណាដែលអត់មាត់អត់កហើយគាត់គុំគាត់អត់ទលាយមកយើងគាត់បើកបង្ហាញជាមួយយើងគាត់ថ្ងៃណាមួយគាត់ទុះចេញតែម្ដងអ្នកដែលអត់បើអ្នកនិយាយចេញមកយើងដឹងថាមានបញ្ហាអីច្បាស់តែអ្នកដែលអត់និយាយនេះគឺគុំគឺមនុស្សសគុតសគុំអត់និយាយនេះគឺអត់មាត់តែដល់ដំណាក់កាលណាមួយរឿងផ្ទុះចេញមកនេះបង្ហាញអំពីកត្តាទាំងពីររបស់កូនពៅនិងកូនច្បងនេះម្នាក់អសិលធម៌ជាក់ស្ដែងតែហ្មងបាបជាក់ស្ដែងម្នាក់ទៀតគឺធ្វើបាបលាក់កំបាំងហើយគាត់ខំប្រឹងរាប់តែខ្លួនឯងជាសុចរិតគាត់ប្រហែលជាអ្នកមានសិលធម៌ប៉ុន្តែបើយើងប្រៀបធៀបក្នុងគ្រីស្ទបរិស័ទយើងឃើញថាអ្នកខ្លះជឿព្រះយូរឆ្នាំប៉ុន្តែអត់ប្រែចិត្តទេគាត់ធ្វើតាមព្រះបន្ទូលនេះគាត់ស្ដាប់ព្រះបន្ទូលគាត់ធ្វើតាមទាំងអស់គាត់ដឹងរឿងច្រើនគាត់មានប្រាជ្ញាគាត់មានតម្រេះប៉ុន្តែគាត់អត់ដែលប្រែចិត្តទេនេះជាបញ្ហាដែលម្នាក់ដូចមួយទៅអត់មានសាសនាយើងហៅថាដូចមនុស្សថ្មិលអត់មានសាសនាធ្វើមកជើងកាងតែម្ដងគឺសាហាវខុសខើតែម្ដងហើយក្រោយមកគាត់វិលត្រឡប់មកជឿព្រះវិញហើយម្នាក់ទៀតគាត់ដើរតាមធ្វើតាមទាំងអស់ប៉ុន្តែគាត់មានអ្វីមួយលាក់កំបាំងមិនព្រមប្រែចិត្តសោះហើយចុងក្រោយគាត់បន្ទោសដល់ឪពុកគាត់បន្ទោសដល់ព្រះហើយគិតថាមានតែគាត់ទេដែលសុចរិតគាត់ធ្វើតាមទាំងអស់ហើយប៉ុន្តែគាត់មានគំនិតផ្សេងដែលគ្មានការទុកចិត្តគ្មានការទុកចិត្តជាពិសេសមិនស្គាល់មិនយល់ជំរឿចិត្តរបស់ឪពុកថាឪពុកមានសេចក្តីស្រឡាញ់ដល់គាត់ថាជំរឿប៉ុណ្ណាជួនកាលយើងពិបាកមែនទេក្នុងចំណោមគ្រីស្ទបរិស័ទយើងមិនអាចនឹងនិយាយថាអ្នកជឿថ្មីអ្នកជឿចាស់អ្នកណាគេរឹងមាំជាងពិបាកហើយយើងសង្កេតមើលទៅបងប្អូនដែលជឿយូរឆ្នាំហ្នឹងគឺជាអ្នកពិបាកនិយាយគ្នាជាងអ្នកដែលជឿថ្មីខ្ញុំទទួលស្គាល់អញ្ចឹងពិបាកមែនទេទៅតាមក្រុមជំនុំអ្នកដែលជឿយូរឆ្នាំហ្នឹងយើងនិយាយជាមួយគាត់ពិបាកមែនទេត្រូវការពេលវេលាហើយត្រូវការបញ្យលហើយពិបាកប្រកាន់ជាងទៀតសាច់រឿងកូនពៅវង្វេងនេះបង្រៀនយើងអំពីយើងហៅថាធ្វើបាបជាមួយនឹងព្រះជាម្ចាស់ហើយយើងវិលមកវិញហើយព្រះអង្គត្រូវតែស្វាគមន៍យើងជានិច្ចបងរងចាំស្វាគមន៍យើងព្រះអង្គទ្រង់ជាឪពុកដែលរត់ទៅរកកូននៅកន្លែងដែលកូននៅឪពុកមកអង្វរកូនច្បងនៅក្រៅផ្ទះកំពុងតែមានកម្មវិធីសប្បាយជប់លៀងសុខចិត្តមកអង្វរកូនឲ្យកម្រណាឪពុកអង្វរកូនភាគច្រើនប្រហែលជាម្ដាយទេអង្វរកូនតែឪពុកជាទូទៅជាអ្នកដែលកាន់ច្បាប់តឹងរឹងជាងម្ដាយណាតែអាហ្នឹងមកវិញរត់ដបងដាក់វាឲ្យមកយកទៀតហើយមកបំផ្លាញភាសាទៀតមិនយកទៅភាសាចង់មកទៀតហើយចង់បង្ហិនឲ្យលីលុតអស់លីងទៅមកឬក៏យ៉ាងណាតែស្អីរឿងនៅកន្លែងនេះបង្ហាញអំពីការលះបង់ដែលឪពុកបានដើរទៅរកកូនរត់ទៅរកកូន
គាត់ទៅជួបកូននៅកន្លែងរបស់ផងកូនចំពោះកូនពៅក៏រត់ទៅរោគក៏រត់ទៅអោបគាត់អោបថើបស្វាគមន៍មកវិញចំពោះកូនច្បងគាត់ដើរចេញពីពិធីជប់លៀងហើយគាត់ទៅស្វាគមន៍គាត់អញ្ជើញឲ្យមកថាមកផ្ទះយើងវិញមកកូនមកផ្ទះយើងវិញមកកូនគ្មានកន្លែងណាដែលមានភាពកក់ក្ដៅជាងផ្ទះយើងទេការទុកចិត្តដល់គ្នាទៅវិញទៅមកត្រូវការពេលវេលាសាងសង់យូរហើយត្រូវការព្រះជាម្ចាស់ទ្រង់អន្តរាគមន៍ទ្រង់ជួយក្តីសុខសាន្តចំពោះព្រះអង្គគឺព្រះអង្គឲ្យដល់យើងរាល់គ្នាប៉ុន្តែគ្រាន់ថាការដែលយើងទទួលសេចក្តីសុខសាន្តអំពីព្រះអង្គនោះទទួលដោយបែបណាយើងយល់ពីទឹកចិត្តយើងយល់អំពីព្រះハរតីរបស់ព្រះជាម្ចាស់ដែលទ្រង់ប្រទានដល់យើងដែរទេព្រះអង្គទ្រង់យាងទៅឲ្យពេត្រុសព្រះយេស៊ូវបន្ទូលមកយាងទៅពេត្រុសបន្ទាប់ពីគាត់ប្រកែកមិនស្គាល់ព្រះអង្គហើយព្រះអង្គទ្រង់យាងចូលទៅឲ្យថូម៉ាស់ដែលកំពុងតែសង្ស័យព្រះអង្គទ្រង់យាងចូលទៅជិតនាងម៉ារីដែលកំពុងតែយំព្រះអង្គទ្រង់យាងចូលទៅជិតអ្នកដែលរងភាពអាម៉ាស់អ្នកដែលខ្វល់ខ្វាយអ្នកដែលមានទុក្ខដើម្បីឲ្យគេវិលត្រឡប់មករកព្រះអង្គវិញគឺព្រះអង្គទ្រង់យល់ព្រះអង្គទ្រង់ដឹងពីសុខទុក្ខរបស់ផងគេព្រះអង្គយាងទៅជិតអ្នកដែលមានភាពភ័យខ្លាចព្រះអង្គទ្រង់យាងមកជិតអ្នកដែលសង្ស័យព្រះអង្គទ្រង់យាងទៅជិតអ្នកដែលប្រកែកបដិសេធប្រកែកមិនស្គាល់ព្រះអង្គព្រះអង្គទ្រង់យាងទៅជិតមនុស្សគ្រប់សន្តានដូចជាឪពុកដែលស្វាគមន៍ហើយអង្វរកឲ្យវិលត្រឡប់មកផ្ទះយើងវិញសេចក្តីសុខរបស់ព្រះជាម្ចាស់កាលណាមានសេចក្តីសុខសាន្តរបស់ព្រះអង្គគឺមានសេចក្តីស្រឡាញ់របស់ព្រះអង្គលោកប៉ូលនិយាយច្រើនដែរថានៅពេលដែលព្រះអង្គទ្រង់បានឲ្យសេចក្តីស្រឡាញ់របស់ព្រះអង្គមកដល់យើងហើយយើងទទួលបានសេចក្តីស្រឡាញ់នោះហើយសេចក្តីសុខសាន្តនោះហើយមកដល់យើងហើយអត់មានអ្នកណាអាចបំបែកបំបាក់យើងបានទេគម្ពីររ៉ូមចំពុក8ខ35បានប្រាប់ថាតើអ្វីអាចបំបែកបំបាក់យើងបានពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានតើជាបញ្ហាឬអត់ទេតើជាសេចក្តីទុក្ខលំបាកឬជាសេចក្តីវេទនាឬជាការបៀតបៀនឬការអត់ឃ្លានឬសេចក្តីអាក្រាតឬគ្រោះថ្នាក់អន្តរាយឬដោយសារដាវឬពោលថាឆ្លើយអត់ទេក្នុងខ37ថាអត់ទេសេចក្តីទាំងនោះគ្មានអ្វីអាចនឹងបំបែកបំបាក់យើងពីទ្រង់បានឡើយពីព្រោះយើងវិសេសជាងអ្នកដែលឈ្នះតទៅទៀតគម្ពីររ៉ូមចំពុក8ខ37ហើយលោកអត់ឈប់ត្រង់នឹងទេលោកពោលបន្តទៀតថាឲ្យមើលទៅមុខទៀតឲ្យជ្រៅទៅថាត្បិតខ្ញុំជឿជាក់ថាទោះស្លាប់ឬរស់អរិយឬក៏ទេវតាបច្ចុប្បន្នឬអនាគតអំណាចពីខាងណាក៏ដោយខ្ពស់ណាក៏ដោយទាបយ៉ាងណាក៏ដោយអ្វីក៏ដោយមកពីខាងណាផ្សេងណាក៏ដោយពុំអាចនឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះបានឡើយគឺយើងនៅក្នុងព្រះគ្រីស្ទហើយព្រះអង្គជាម្ចាស់នៃយើងគ្មានអ្វីមួយឡើយអាចនឹងពង្រត់យើងគ្មានអ្វីមួយពីអតីតកាលរឿងចាស់មកបំបាក់បំបែកយើងមិនឲ្យដើរទៅមុខឲ្យជាប់ផុងគ្មានអ្វីមួយនៅរឿងបច្ចុប្បន្នកាលឬតទៅមុខទៀតថ្ងៃនេះទៅទៅមុខទៀតគ្មានអ្វីណាមួយអាចនឹងធ្វើឲ្យយើងឬក៏ពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយទ្រង់ឈានជើងចូលមកចិត្តយើងចិត្តអ្នកដែលមានភាពអាម៉ាស់អ្នកដែលមានភាពច្បុកច្បល់ក្នុងជីវិតអ្នកដែលបាត់បង់សេចក្តីសុខសាន្តដែលព្រះអង្គទ្រង់ឲ្យព្រះអង្គទ្រង់តែងតែមកហៅអញ្ជើញគេទៅវិញទ្រង់បានបញ្ជាក់ម្ដងហើយម្ដងទៀតព្រះអង្គហ៊ានលះបង់ជីវិតដើម្បីនឹងនាំសេចក្តីសុខសាន្តដល់យើងហើយព្រះអង្គទ្រង់ជាសេចក្តីស្រឡាញ់ដែលទប់ទល់ការសង្ស័យការភ័យខ្លាចរបស់យើងតើយើងពិតជាស្កប់ចិត្តទេនឹងព្រះយេស៊ូវអត់ទ្រព្យសម្បត្តិការងារអ្វីៗផ្សេងអ្វីដែលយើងហៅថាសម្ភារៈដែលនៅទូទៅក្នុងโลกនេះมันអាចឲ្យយើងស្កប់ចិត្តទេតែបើយើងមានសេចក្តីស្កប់ចិត្តមានតែយើងមានព្រះគ្រីស្ទហើយយើងស្គាល់ព្រះអង្គច្បាស់ប៉ុណ្ណោះយើងមកឲ្យព្រះអង្គហើយព្រះអង្គមកឲ្យយើងហើយសិទ្ធស្នាលជាមួយគ្នាតែប៉ុណ្ណោះដែលអាចធ្វើឲ្យយើងស្កប់ចិត្តបានទុកចិត្តលែងសង្ស័យសន្តិភាពនឹងផុសកើតឡើង
នៅពេលដែលយើងទាំងអស់គ្នាយល់ព្រមផ្ទេរអស់ទាំងបន្ទុកអស់ទាំងចិត្តគំនិតទាំងជីវិតយើងទាំងមូលតែម្ដងការទុកចិត្តថ្វាយដល់ទ្រង់ដឹកនាំក្នុងជីវិតយើងគឺយើងថាព្រះអង្គទ្រង់ចាត់ចែងប្រសើរជាងខ្ញុំហើយយើងសួរសំណួរពិចារណាឆ្លុះបញ្ចាំងជាមួយគ្នានៅពេលដែលបងប្អូនទាំងអស់គ្នាបានចាក់ចេញពីទីនេះទៅតើយើងចាប់ផ្ដើមជីវិតយ៉ាងដូចម្ដេចល្អឬក៏អាក្រក់ហើយយើងចាប់ផ្ដើមមិនសូវល្អតែសូមឲ្យយើងបានចាប់ផ្ដើមហើយនឹងបញ្ចប់ដោយល្អគឺបញ្ចប់ដោយមានព្រះយេស៊ូវគ្រីស្ទជីវិតខាងព្រលឹងវិញ្ញាណរបស់យើងប្រហែលយើងស្រឡាញ់ព្រះអង្គចាប់ផ្ដើមមុនទៅបងដូចជាឆេះឈួលប៉ុន្តែម្ដងតិចដូចជាឆាបទៅវិញអស់វារលត់ទៅម្ដងតិចបាត់ភាពឆេះឈួលក្នុងជីវិតទៅបាត់ដោយសារយើងរងច្រើនពេកសម្ពាធបរិយាកាសសម្ពាធនៃជីវិតសម្ពាធនៃការងារសម្ពាធនៃសេដ្ឋកិច្ចរឿងរ៉ាវដែលនៅជុំវិញយើងវានាំអូសទាញយើងឲ្យយើងដូចជានៅឆ្ងាយពីព្រះតើយើងចង់បញ្ចប់យ៉ាងល្អដែរទេហើយដែលបញ្ចប់យ៉ាងល្អនោះគឺវិលត្រឡប់មករកព្រះជាម្ចាស់វិញថ្វាយការទុកចិត្តដល់ព្រះអង្គយើងទុកចិត្តលើអ្វីខ្លះខ្ញុំមានទ្រព្យសម្បត្តិខ្ញុំមានការងារធ្វើខ្ញុំមានស្រែខ្ញុំមានស្រូវខ្ញុំមានអ្វីៗទាំងអស់ប៉ុន្តែខ្ញុំមើលដូចជាខ្វះអ្វីមួយយ៉ាងនៅតែមិនស្កប់ចិត្តគឺបាត់ក្តីសុខសាន្តរបស់ព្រះគ្រីស្ទអត់ស្កប់ចិត្តនៅតែសំណោះនៅតែស្ដាយនៅតែសង្ស័យនៅតែរង្គោះរង្គើហើយតើយើងមានសន្តិភាពក្នុងចិត្តដែរឬទេយើងស្កប់ចិត្តនឹងព្រះអង្គដែរឬទេយើងបន្តនៅជាមួយនឹងព្រះអង្គតទៅទៀតដូចជាកូនពៅដែលវិលត្រឡប់មកវិញឬក៏យើងបន្តចេះតែចង់ចេញហើយនិយាយរិះគន់មិនព្រមវិលត្រឡប់ចូលក្នុងផ្ទះរបស់យើងវិញតើយើងបានជានីជាមួយនឹងព្រះជាម្ចាស់ជានីផ្សះផ្សាជាមួយនឹងព្រះអង្គច្បាស់លាស់ហើយឬនៅសង្ឃឹមថាព្រះជាម្ចាស់នឹងដឹកនាំបងប្អូនទាំងអស់គ្នាឲ្យជានីផ្សះផ្សាជាមួយនឹងព្រះអង្គវិញហើយចាប់ពីឥឡូវទៅឲ្យជីវិតរបស់យើងបានមានភាពសុខសាន្តហើយស្កប់ចិត្តទុកចិត្តនឹងព្រះអង្គបន្តទៅទៀតសូមអធិដ្ឋានជាមួយគ្នាព្រះជាម្ចាស់ខ្ញុំអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលនៅថ្ងៃនេះសូមនាំបងប្អូនយើងខ្ញុំទាំងអស់គ្នាដែលខ្សោយឲ្យគាត់មានកម្លាំងដែលសង្ស័យឲ្យគាត់ទុកចិត្តព្រះអង្គវិញហើយការប្រជុំផ្សេងសូមឲ្យយើងខ្ញុំមិនមើលទៅឲ្យព្រះអង្គថាព្រះអង្គទេដែលយើងខ្ញុំទាំងអស់គ្នាត្រូវប្រជុំចំពោះត្រូវដោះស្រាយត្រូវទំនាក់ទំនងត្រូវជានីហើយនឹងផ្សះផ្សាឡើងវិញអរព្រះគុណព្រះអង្គសម្រាប់គ្រប់ការទាំងអស់ទូលគុំសូមដោយនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន